ប្រភេទក្រដាសប្រាក់1000រៀលប្រសិនបើពណ៌នាអំពីពណ៌ផ្ទៃទាំងមូលនៃក្រដាសប្រាក់1000រៀលនេះគឺមានពណ៌ផ្ទៃគឺមានពណ៌ផ្ទៃមេឃពណ៌ខៀវនិងពណ៌លឿងទុំផ្ទៃខាងមុខផ្នែកកណ្ដាលខាងស្ដាំត្រូវបានរំលេចឡើងនៅព្រះឆាយាល័ក្ខណ៍នៃព្រះបរមរតនកោដ្ឋព្រះបាទសម្ដេចព្រះនរោត្តមសីហនុវរ្ម័នកាលពីព្រះអង្គទ្រង់គង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិខាងឆ្វេងមានលេខខ្មែរ1000រៀលនៅលើគេបន្ទាប់មកគឺជាហេតុលេខារបស់ទេសាភិបាលនិងអគ្គបេឡាព្រមទាំងរូបភាពតែងលម្អតាមក្បាច់ហោជាងនៃប្រាសាទក្នុងព្រះបរមរាជវាំងនិងនៅពីក្រោមនោះមានលេខមេលាបោះពុំដោយទឹកខ្មៅពណ៌ខ្មៅរូបចម្លាក់នាគក្បាល5នៅប្រាសាទបឹងមេលានិងអក្សរ1000រៀលព្រមទាំងអក្សរដែលមានខ្លឹមសារថានាគក្លែងក្រដាសប្រាក់នឹងត្រូវផ្ដន់ទាទោសតាមច្បាប់នៅកែមខាងក្រោមនោះផ្នែកខាងស្ដាំជ្រុងលើមានអក្សរធនាគារជាតិនៃកម្ពុជាព្រមទាំងលេខមេលាបោះពុំដោយទឹកខ្មៅពណ៌ក្រហមនិងជ្រុងក្រមមានលេខខ្មែរ1000ព្រមជាមួយនឹងលេខឡាតាំង1000នៅពីក្រោមនោះផ្នែកខាងឆ្វេងមានលេខឡាតាំង1000ព្រាលបោះពុំតាមបន្ទាត់បញ្ឈរព្រមទាំងមានរូបភាពតែងលម្អពណ៌ប្រាក់យកលំនាំតាមក្បាច់ចម្លាក់នៅប្រាសាទបន្ទាយស្រីបោះពុំកាត់ទទឹងក្រដាសប្រាក់ពីលើដល់ក្រោមនិងជ្រុងក្រោមមានគំនុះបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ1000ដ៏តូចល្អិតផ្ទៃខាងខ្នងនៃប្រភេទក្រដាសប្រាក់1000រៀលនេះផ្នែកកណ្ដាលត្រូវបានរំលេចឡើងនៅរូបភាពព្រះទីនាំងទេវាវិនិច្ឆ័យមើលបញ្ឆិតពីជ្រុងមុខខាងឆ្វេងនិងពីក្រោមនោះមានអក្សរ1000រៀលផ្នែកខាងស្ដាំជ្រុងលើមានលេខឡាតាំង1000បោះពុំតាមបន្ទាត់បញ្ឈរនៅកណ្ដាលរូបចម្លាក់មានគ្រុឌឈរទ្រចែងប្រាសាទព្រះរាជដំណាក់ច័ន្ទនិងនៅជ្រុងក្រោមមានលេខខ្មែរ1000ផ្នែកខាងឆ្វេងជ្រុងលើមានអក្សរធនាគារជាតិនៃកម្ពុជានិងអក្សរឡាតាំង National Bank of Cambodia និងលេខឆ្នាំគឺឆ្នាំ2016នៅកណ្ដាលមានរូបភាពព្រាលនៃរូបចម្លាក់ដាក់តាំងក្នុងព្រះបរមរាជវាំងនៃអតីតព្រះមហាក្សត្រព្រះបាទនរោត្តមទ្រង់គង់ប្រថាប់លើព្រះទីនាំងពាជីព្រមជាមួយនឹងក្បាច់លម្អពណ៌ប្រាក់ផ្គុំឡើងដោយលេខខ្មែរ1000ផ្ទុយគ្នានឹងនៅជ្រុងក្រោមមានលេខ1000ប្រភេទក្រដាសប្រាក់1000រៀលនេះគឺមានទំហំ142មីលីម៉ែត្រគុណនឹង68មីលីម៉ែត្រត្រូវបានបោះផ្សាយនៅថ្ងៃទី25ខែតុលាឆ្នាំ2017